ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូននឹងមករៀនពីរូបមន្តថ្មីជាមួយនឹងខ្ញុំទាំងអស់គ្នាគឺ strawberry soda ក្លុកបងជាដំបូងគឺយើងត្រូវការទឹកក្រូចឆ្មាឬក៏ទឹកក្រូចតែចឹងហ្នឹង20 ml បងហើយ strawberry 10ចឹងហ្នឹងបងប្អូនយើងដាក់50 ml មកខ្ញុំអត់បានដាក់ប្រដាប់ក្លុកមកចំកាមេរ៉ាបងតែបងអាចកត់វាទៅក៏បានដែរយើងដាក់ក្រូចឆ្មាចំនួន20 ml ហើយនឹងទឹក strawberry 10ចឹងហ្នឹងមកអីក៏បានដែរបងប្អូនមានមកអីដាក់បាក់ហ្នឹងទៅបន្ទាប់មកយើងអាចប្រើជាមួយនឹងទឹកស្ករបន្ថែម20 ml មកបងប្អូនព្រោះក្នុង strawberry ហ្នឹងយើងមិនថែមទឹកស្ករច្រើនពេកវាមានជាតិផ្អែមស្រាប់ចឹងណាអញ្ចឹងយើងថែមក្រូចឆ្មាបន្តិចទៅឲ្យវាមានជូរផ្អែមចឹងទៅបន្ទាប់មកយើងត្រូវការជាមួយនឹងសូដាកន្លះកំប៉ុងបងចាក់ចូលគ្នាឲ្យមកតែដោយសារខ្ញុំមិនទាន់បានក្លុកឯងដោយសារក្លុកខ្ញុំចាំដាក់ក្រូចគេចឹងណាបងខ្ញុំមកផ្សំប្រភេទកាហ្វេម៉ាស៊ីនសិនបងដូចកាហ្វេម៉ាស៊ីនខ្ញុំតែងតែធ្វើវីដេអូប្រាប់បងប្អូនទាំងអស់គ្នាឯងគឺនឹងខ្ញុំប្រើកាហ្វេចំនួន2 shot បងហើយទឹកកាហ្វេខ្ញុំយកចន្លោះពី80ទៅ100 ml អញ្ចឹងណាបងសម្រាប់ម៉ាស៊ីនខ្ញុំហ្នឹងគឺខ្ញុំសេរីទឹកប៉ុណ្ណឹងបងប្អូនសម្រាប់ជាតិផ្អែម 100% ខ្ញុំប្រើ50 ml បងប្អូនផ្អែមឬក៏តិចជាងនឹងអញ្ចឹងទៅបងប្អូនអាចបន្ថែមបន្ថយបុកដកកូនចៃតាមហ្នឹងណាបងឥឡូវកុំឲ្យខាតពេលមុននឹងនាងខ្ញុំធ្វើការឆុងឲ្យអស់ហើយព្រោះដោយសារម្ដងគឺប្រាប់បងប្អូនឲ្យអត់ដែរអញ្ចឹងណាយើងប្រាប់តែជាតិផ្អែមមានទឹកកាហ្វេយើងយកមិនអីមិនទៅបងតែប៉ុណ្្នឹងហើយឥឡូវខ្ញុំមករបៀបកាត់ឲ្យបងប្អូនងាយស្រួលក្នុងការមើលអញ្ចឹងណាមានជំនួយការមួយបងប្អូនហ្នឹងគឺបងប្អូនថ្លៃបងប្អូនគាត់មកជួយដាក់តកកដាក់អីហ្នឹងទៅពេលខ្លះយើងម្នាក់ឯងធ្វើអត់តាន់ដែរគាត់ខ្ញុំគាត់ចាំយូរបងយើងផ្សំតែគ្រឿងគាត់ជួយតែដាក់តកកច្រកថងឬក៏រុំកែវតិចតួចអញ្ចឹងណាបងហើយគាត់ប្រុសហើយប៉ុន្តែគាត់អាសាដែរអត់តែយើងប្រើគាត់ធ្វើទាំងអស់ហើយក្នុងនេះភ្ញៀវគាត់មានភ្ញៀវខ្ញុំគាត់មានញ៉ាំផ្អែមគាត់សូវផ្អែមខ្ញុំអាចមានជា sticker មួយខ្ញុំសរសេរទួយបាត់នៅលើហ្នឹងព្រោះបើយើងសរសេរ first ពេលខ្លះពេលដែលតកកលាយគឺវាលុបបាត់ទៅដល់ភ្ញៀវគាត់វល់គាត់ច្រឡំដែរអញ្ចឹងណាបងសរសេរដាក់គាត់ចំណាំទៅដល់ដាក់តកកហើយខ្ញុំធ្វើការរោយទៅដល់ក្រូចស្រស់ពីលើបន្តិចទៀតពីការស្រេចយើងបងខុសកំហុសហើយខ្ញុំរុំជាกระดาษដាក់ឲ្យភ្ញៀវប៉ុណ្ណឹងគឺអាចច្រកដាក់ឲ្យភ្ញៀវបានទេបងរូបមន្តគឺងាយបងប្អូនទាំងអស់គ្នារូបមន្តកាហ្វេទឹកដោះគោម៉ាស៊ីននេះគឺនេះខ្ញុំលក់ដាច់ប្រចាំហាងដែររូបមន្តហ្នឹងគឺភ្ញៀវគាត់មកគាត់សរសើរគ្រប់គ្នាគាត់ថាគាត់ទិញកាហ្វេនៅកន្លែងគេភាគច្រើនអត់ឆ្ងាញ់ឆ្ងៀមហើយតម្លៃថ្លៃដែរអញ្ចឹងទៅនៅតម្លៃប្រហែលហាង brand ហ្នឹងអីដែរប៉ុន្តែលក់ញ៉ាំអត់កើតទៅពេលមកញ៉ាំកន្លែងខ្ញុំតម្លៃសមរម្យហើយគាត់ថាឆ្ងាញ់វិញទៅពេលអញ្ចឹងភ្ញៀវខ្ញុំអ្នកខ្លះមិននៅជិតនៅឆ្ងាយគាត់នៅជួយ support យើងតែយើងក៏អរគុណគាត់ខ្លាំងមែនតើតែគាត់តែងតែជួយយើងអញ្ចឹងណាបងឥឡូវហើយយើងមកក្លុកstrawberry soda មិញខ្ញុំក្លុកហើយខ្ញុំចាក់ចូលហើយបងប៉ុន្តែពេលបងដាក់ចូលកែវហ្នឹងបង highlight strawberry ហ្នឹងលើនឹងតិចទៅមកដើម្បីឃើញស្អាតបងប្អូនឃើញខ្ញុំ highlight ឃើញពណ៌ស្អាតចាបងប្អូនមានអីstrawberry soda ក្លុកហ្នឹងឆ្ងាញ់តែបងប្អូនភ្ញៀវខ្ញុំគាត់តែងតែកំងជាប្រចាំដែរភ្ញៀវខ្ញុំគាត់ដំបងគាត់ឲ្យខ្ញុំសាកដល់ពេលគាត់សាកត្រូវទៅមានអីគាត់ទិញញ៉ាំរាល់ថ្ងៃបងចាបងប្អូនតែប៉ុណ្្នឹងឯងជាការរួចរាល់ហើយយើងបើសិនជាភ្ញៀវគាត់សុំតែសុំអីខ្ញុំក៏មាន free ទឹកតែ free អីជូនគាត់ដែរអញ្ចឹងណាបងអានេះគ្រាន់តែជាការ add បន្ថែមឯងយើងជូនភ្ញៀវញ៉ាំ free ទេពេលខ្លះគាត់អត់ចង់ញ៉ាំត្រេងអីចឹងគាត់កំងកំប៉ុងអីចឹងទៅសម្រាប់នៅចិត្តផ្ទះអី50-60 ម៉ែត្រ100 ម៉ែត្រអីខ្ញុំដឹកឲ្យបានបងតែបើឆ្ងាយមានតែគាត់កំងតាម app បានញ៉ាំព្រោះគាត់មានអ្នកដឹកឲ្យអញ្ចឹងណាហើយភ្ញៀវខ្ញុំជាទៅគាត់ខាងសាលាទៅព្រលឹមឡើងគាត់សួរគ្នាឯងអញ្ចឹងទៅកំងបានអីម៉ានគាត់តម្លាក់មកយើងតាម Telegram ឬគាត់ទេមកចឹងគាត់ងាយបងប្អូនអត់ពិបាកអស់ម៉ានអីម៉ានជួនណាគាត់បាញ់ឲ្យជួនណាយើងយកលុយទៅទុកអាប់ខ្លួនឯងអញ្ចឹងទៅហ្នឹងហើយបងប្អូនហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនតាំងពីដើមមកដល់ចប់បងសូមបងប្អូនកុំភ្លេចជួយចុច like subscribe និង share វីដេអូរបស់នេះខ្ញុំផងណាដើម្បីទទួលបានវីដេអូបន្តទៀត